ជំរាបសួរបងនិងសួស្តីដល់បងខ្ញុំបាទឈ្មោះឈៀងធីណាជាសិស្សរៀននៅសាកលវិទ្យាល័យ NUBB ហៅកាត់ថាសាកលវិទ្យាល័យជាតិបាត់ដំបងជ្រើសរើសជំនាញខាង Information Technology ឬក៏បច្ចេកវិទ្យាព័ត៌មានជំរាបសួរបងខ្ញុំឈ្មោះតែម៉ារីណាខ្ញុំមកពីខេត្តកំពង់ឆ្នាំងខ្ញុំសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយខ្ញុំសិក្សាទៅលើជំនាញវិស្វកម្មបច្ចេកវិទ្យាព័ត៌មានបងចម្រើនបងអាត្មាជានិស្សិតមកពីសាកលវិទ្យាល័យស្វាយរៀងអាត្មាពនាមភូមិសអនអាត្មារៀនជំនាញវិទ្យាសាស្ត្រកុំព្យូទ័រខ្ញុំឈ្មោះដាលីហើយខ្ញុំមកពីខេត្តកំពង់ចាមសប្តាហ៍ថ្ងៃនេះខ្ញុំជាសិស្សនិស្សិតឆ្នាំទី2នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជំនាញ Digital Economy សួរខ្ញុំបាទឈ្មោះជាចំណានមកទីលំនៅបច្ចុប្បន្នរស់នៅភូមិចេកខុំបណ្ដោស្រុកចាត់ទាខេត្តស្វាយរៀងបច្ចុប្បន្នរៀននៅសាកលវិទ្យាល័យស្វាយរៀងខាងផ្នែកបច្ចេកវិទ្យាបាទបងដោយសារមូលហេតុដែលខ្ញុំបន្តទៅលើផ្នែកព័ត៌មានវិទ្យាឬក៏ Digital ដោយសារខ្ញុំស្រឡាញ់តាំងពីតូចមកបងទៅលើបច្ចេកវិទ្យាដោយសារខ្ញុំចូលចិត្តអាចថាជួសជុលឬក៏ភាគច្រើនខ្ញុំចូលចិត្តរាវទៅលើទូរស័ព្ទនៅក្នុងប្រព័ន្ធ software បងដូចថាពេលឡុកសោឡុកអីអញ្ចឹងខ្ញុំចូលចិត្តរាវកម្មវិធីនេះគេប្រើគេខ្លះចឹងបងតាំងពីតូចមករហូតដល់ធំអញ្ចឹងហ៎បងបានជាខ្ញុំចាប់អារម្មណ៍លើជំនាញហ្នឹងដោយសារខ្ញុំស្រឡាញ់ខាង Digital បងហើយនិងមួយទៀតខ្ញុំដឹងព័ត៌មានថាប្រទេសកម្ពុជាកំពុងអភិវឌ្ឍទៅលើជំនាញ Digital នៅកម្ពុជាអញ្ចឹងទៅខ្ញុំចង់ក្លាយជាផ្នែកមួយនៃការអភិវឌ្ឍប្រទេសជាតិបងខ្ញុំជ្រើសរើស Digital Economy ហ្នឹងដោយសារតែមុនដំបូងគឺដោយសារតែ scholarship ដែលសាលា provide ឲ្យប៉ុន្តែដល់ពេលតែបានចូលសិក្សារយៈពេល2ឆ្នាំហ្នឹង I know that it is a good opportunity ព្រោះអីដោយសារតែពេលចូលនៅក្នុង file ជំនាញមួយហ្នឹងខ្ញុំទទួលបាន opportunity ច្រើនពីខាងលោកគ្រូអ្នកគ្រូក្នុងការ explore តកតងជាមួយនឹង technology បច្ចេកវិទ្យា digital ផ្សេងការចូលរួមជា team work ជាមួយនឹងមិត្តភ័ក្តិការចូលរួមធ្វើជា project ហើយសប្តាហ៍ថ្ងៃនេះដែរក៏ខ្ញុំទទួលបានឱកាសថ្មីដើម្បីចូលរួមជាផ្នែកមួយនៃ project របស់លោកគ្រូខាងសិង្ហបុរីដូចគ្នាហើយជំនាញដែលអាចចូលធ្វើការនៅខាង e-com ហ្នឹងមូលហេតុដោយសារខាងនឹងទាក់ទងជាមួយនឹងប្រព័ន្ធអ៊ីនធឺណិតហើយទីមួយវាអាចមានការអភិវឌ្ឍទៅមុខទៀតសម្រាប់ឲ្យវាធំទូលាយសម្រាប់ប្រទេសខ្មែរយើងគឺខ្ញុំចង់ផលិតទៅលើ app ដែលចងក្រងទៅលើប្រវត្តិសាស្ត្របងដោយសារខ្ញុំមើលឃើញថាសម័យនេះគឺកូនខ្មែរមួយចំនួនគាត់សិក្សាប្រវត្តិសាស្ត្រលក្ខណៈថាគាត់ត្រូវការស្រាវជ្រាវច្រើនប៉ុន្តែឯកសារប្រវត្តិសាស្ត្រនៅក្នុងស្រុកខ្មែរវាអត់សូវទូលំទូលាយជាងនៅបរទេសទេបងដល់ពេលអញ្ចឹងខ្ញុំចង់ក្រងប្រវត្តិសាស្ត្រឲ្យគាត់ងាយស្រួលក្នុងការអានងាយស្រួលក្នុងការស្រាវជ្រាវអញ្ចឹងបងសម្រាប់ក្នុង relate ជាមួយនឹង digital platform ហ្នឹងដូចគ្នាគឺតកតងជាមួយនឹង empower of women because like the projects provide a lot of opportunity to women to get their knowledge and explore the world like this ខ្ញុំចង់ឲ្យមានកម្មវិធីនឹងកើតឡើងបន្តទៅទៀតហើយចង់ឲ្យគាត់មានការផ្សព្វផ្សាយទូលំទូលាយហើយរីកបណ្ដាញកម្មទៅផងដើម្បីបានផ្ដល់ឱកាសដល់សិស្សនិស្សិតដែលគាត់មិនមានលទ្ធភាពឬក៏គាត់នៅឆ្ងាយហើយគាត់មានលទ្ធភាពមិនមានលទ្ធភាពក្នុងបង់សាលាឲ្យគាត់មានឱកាសរៀនឬក៏ស្វែងយល់ពី digital